ម៉ោង5ពីព្រឹកបងភ្ញាក់ឡើងទាំងភ្នែកស្លក់ស្លោសំឡឹងមើលពីដាងសួរខ្លួនឯងថារស់ដើម្បីអ្វីក្នុងចិត្តចំបែងកាវេដែលធ្លាប់ឆ្ងាញ់ឥឡូវលែងមានរសជាតិសោះឡើយសូម្បីតែចម្រៀងដែលបងចូលចិត្តក៏បងស្ដាប់លែងចូលត្រានត្រៃបងដើរចេញទៅក្រៅឃើញមនុស្សម្នាសាយសប្បាយក្អាកក្អាយតែបងមើលទាំងគេដូចជាមើលរឿងភាគដែលគ្មានពណ៌សម្បូររាយមាយកាលដែលបងធ្លាប់ប្រឹងក្តីស្រមៃដែលបងធ្លាប់មានឥឡូវវាคล้ายជាធូលីដែលហោះហើរក្នុងភាពឯកា